មួយការផ្ដោតលើរឿងមួយចូលធ្វើខ្លួនឲ្យដូចជាតាមប្រៃសណីដោយបិទលើអីវ៉ាន់តែមួយគត់រហូតអ្នកអាចទៅដល់គោលដៅនៅថ្ងៃទី7 ខែមិថុនាឆ្នាំ1991ផែនដីបានវិលរយៈពេល112នាទីវាមិនអាចកើតឡើងបានទេប៉ុន្តែយើងមានអារម្មណ៍បែបនឹងមែនខ្ញុំកំពុងទស្សនាខ្សែភាពយន្តកំ pl ែងដ៏ពេញនិយមមួយដែលមានចំណងជើងថាអ្នកក្រុងសុទ្ធសាធហើយសំណាច់របស់ទស្សនិកជនលាន់លឺក៏ក្អឹកអង្រួនពេញរោងភាពយន្តដោយត្រូវបានចាត់ទុកថាជាខ្សែភាពយន្តមួយក្នុងចំណោមខ្សែភាពយន្តបែបកំ pl ែងជាងគេនិងជោគជ័យបំផុតមិនធ្លាប់មានរឿងនេះក៏បានបង្កប់នៅគតិបណ្ឌិតនិងពុទ្ធិយ៉ាងទូលំទូលាយផងដែរក្នុងឈុតមួយដ៏មានតម្លៃគួរឲ្យចងចាំ Curly ដែលជាអ្នកគង្វាលមានសេចក្តីអំណត់សម្ដែងដោយ Jack Palance និង Mitch ដែលជាអ្នកក្រុងដើរតួដោយ Billy Crystal បានចែកផ្លូវគ្នាដើម្បីតាមរកហ្វូងគោដែលបានថ្មីត្បិតពួកគេទាំងពីរមានការយល់ឃើញខុសគ្នាចំពោះខ្សែភាពយន្តជាច្រើនតែដល់ពេលបានជិះសេះជាមួយគ្នាទីបំផុតពួកគេក៏ផ្ដើមសន្ទនាគ្នាអំពីរឿងជីវិតរំពេចនោះ Curly បានទាញបង្ហៀសេះឈប់ហើយក៏ត្រឡប់ខ្លួនជាបញ្ច្រាស់បែរទៅរក Mitch វិញ Curly តើឯងស្គាល់អ្វីជាអាថ៌កំបាំងនៃជីវិតឬទេ Mitch ទេវាជាអ្វីទៅ Curly នេះហើយគាត់បានលើកម្រាមដៃមួយបង្ហាញ Mitch ចង្អុលដៃរបស់អ្នកមែនទេ Curly ឆ្លើយរឿងតែមួយគត់តែមួយប៉ុណ្ណោះអ្នកតម្រង់ទៅរកវាហើយអ្វីផ្សេងទៀតមិនមានន័យអ្វីឡើយ Mitch ពិតជាអស្ចារ្យមែនប៉ុន្តែតើរឿងតែមួយគត់ជាអ្វីទៅ Curly ឆ្លើយនឹងហើយជាអ្វីដែលអ្នកត្រូវយល់ឲ្យច្បាស់អាថ៌កំបាំងនៃភាពជោគជ័យចេញពីមាត់របស់តួអង្គប្រឡំលោកចូលមកក្នុងត្រចៀករបស់យើងមិនថាអ្នកនិពន្ធទាំងនេះមានចេតនាឬធ្លោយសរសេរដោយមិនដឹងខ្លួននោះទេអ្វីដែលពួកគេសរសេរគឺជាការពិតមិនអាចប្រកែកបានរឿងតែមួយគត់គឺជាវិធីសាស្ត្រល្អដាច់គេដើម្បីសម្រេចគោលដៅដែលអ្នកចង់បានតម្រុំយកច្បាស់វិធីសាស្ត្រនេះខ្ញុំបានចំណាយពេលជាច្រើនខ្ញុំធ្លាប់ជោគជ័យក្នុងអតីតកាលប៉ុន្តែបាត់បង់ទៅវិញរហូតធ្វើឲ្យខ្ញុំទៅមុខលែងរួចទើបខ្ញុំបានចាប់ផ្ដើមឆ្លោះបញ្ចាំងគ្នារវាងលទ្ធផលដែលខ្ញុំទទួលបាននិងវិធីសាស្ត្ររបស់ខ្ញុំមិនដល់មួយទសវត្សរ៍ផងពួកយើងបានកសាងក្រុមហ៊ុនមួយបានជោគជ័យជាមួយនឹងមហិច្ឆតាដល់កម្រិតថ្នាក់ជាតិនិងអន្តរជាតិប៉ុន្តែមិនយូរប៉ុន្មានអ្វីៗបន្តរីកចម្រើនទៅមុខទៀតសោះបើទោះបីជាខំលះបង់និងប្រឹងប្រែងយ៉ាងណាជីវិតរបស់ខ្ញុំនៅតែស្ថិតនៅក្នុងភាពវឹកវរនិងមានអារម្មណ៍ថាអ្វីៗជុំវិញខ្លួនខ្ញុំកំពុងតែបែកបាក់ជាច្រើនបំណែកខ្ញុំបរាជ័យហើយកែប្រែស្ថានភាពក្នុងស្ថានភាពស្រពេចស្រពិលមើលខ្សែពួរឃើញជាខ្សែចងកងខ្ញុំបានប្រវេប្រវារកជំនួយហើយបានជួបនឹងអ្នកជំនាញម្នាក់ខ្ញុំបានលាតត្រដាងឲ្យគាត់យល់សពគ្រប់ពីស្ថានភាពរបស់ខ្ញុំនិងពិគ្រោះលម្អិតពីបញ្ហាប្រឈមដែលខ្ញុំបានជួបប្រទះទាំងរឿងផ្ទាល់ខ្លួនទាំងបញ្ហាការងារពួកយើងបានពិនិត្យឡើងវិញនៅគោលដៅរបស់ខ្ញុំនិងវិថីជីវិតដែលខ្ញុំចង់បានដោយបានយល់គ្រប់ទិដ្ឋភាពនៃបញ្ហាអស់ហើយគាត់បានចាប់ផ្ដើមស្វែងរកដំណោះស្រាយការស្រាវជ្រាវរបស់គាត់ពិតជាម៉ត់ចត់មែនពេលដែលពួកយើងត្រឡប់មកជួបគ្នាម្ដងទៀតគាត់បានបង្ហាញអង្គការលេខរបស់ខ្ញុំជាពិសេសមើលឃើញស្ថានភាពរបស់ក្រុមហ៊ុនទាំងមូលយ៉ាងច្បាស់ដែលព្យួរលើជញ្ជាំងកិច្ចពិភាក្សារបស់យើងបានចាប់ផ្ដើមជាមួយនឹងសំណួរដ៏សាមញ្ញមួយតើអ្នកដឹងអ្វីខ្លះដែលអ្នកចាំបាច់ត្រូវធ្វើដើម្បីកែប្រែស្ថានភាពឲ្យប្រសើរឡើងវិញដែរឬទេខ្ញុំអត់មានតម្រុយអ្វីទាល់តែសោះគាត់បាននិយាយថាមានរឿងតែមួយគត់ដែលខ្ញុំចាំបាច់ត្រូវតែធ្វើគាត់បានកំណត់អត្តសញ្ញាណមុខតំណែងចំនួន14ដែលតម្រូវឲ្យជ្រើសរើសមនុស្សថ្មីមកកាន់ហើយគាត់ជឿជាក់ថាការដាក់មនុស្សឲ្យត្រូវដើម្បីកាន់តំណែងសំខាន់ៗទាំងនេះនោះក្រុមហ៊ុនការងាររបស់ខ្ញុំនិងជីវិតរបស់ខ្ញុំប្រកាសជានឹងលេចចេញនៅការផ្លាស់ប្ដូរជាមូលដ្ឋានដ៏សំខាន់មួយឈានទៅការរីកចម្រើនយ៉ាងពិតប្រាកដពេលនោះខ្ញុំមានអារម្មណ៍ហួសចិត្តហើយបានប្រាប់គាត់ឲ្យដឹងថាតាមគំនិតរបស់ខ្ញុំគឺត្រូវធ្វើរឿងច្រើនជាងនេះទៅទៀតហើយប្រាប់ខ្ញុំមិនដែលគិតទាល់តែសោះថា
ត្រូវគិតតែរឿងមួយបែបនេះនោះទេគាត់បានតបទេព្រះយេស៊ូវត្រូវការតែ12ប៉ុណ្ណោះប៉ុន្តែអ្នកនឹងត្រូវការ14ពេលឈានដល់ចំណុចដែលប្រែប្រួលតូតុនទៅតាមគំនិតនោះហើយខ្ញុំមិនធ្លាប់គិតទាល់តែសោះថារឿងតូចតាចបែបនេះអាចធ្វើឲ្យមានការប្រែប្រួលយ៉ាងច្រើនបែបនេះទេអ្វីដែលជាក់ស្ដែងនោះគឺថានៅពេលដែលខ្ញុំគិតបដោតអារម្មណ៍ប៉ុណ្ណាខ្ញុំកាន់តែលងនឹងគំនិតនេះការជ្រើសរើសមនុស្ស14នាក់ពិតជារឿងសំខាន់ជាងគេដែលខ្ញុំអាចធ្វើបានដូច្នេះផ្អែកលើកិច្ចពិគ្រោះយោបល់នេះខ្ញុំបានសម្រេចចិត្តដ៏ធំធេងមួយគឺខ្ញុំលាលែងពីតំណែងខ្ញុំបានចាក់ចេញពីតំណែងជាប្រធាននាយកប្រតិបត្តិការហើយយកការស្វែងរកបុគ្គលិក14នាក់មកធ្វើជាកិច្ចការស្នូលតែមួយគត់ម្ដងនេះផែនដីពិតជាវិលដោយប្រក្រតីហើយក្នុងកំឡុងពេល3ឆ្នាំយើងបានចាប់ផ្ដើមពេលវេលាមួយនៃការរីកចម្រើនលូតលាស់ប្រកបទៅដោយចីរភាពដោយកើនឡើងជាមធ្យម 40% ជារៀងរាល់ឆ្នាំក្នុងរយៈពេលជិត1ទសវត្សរ៍យើងបានលូតលាស់ពីក្រុមហ៊ុនថ្នាក់តំបន់មួយរហូតអាចចូលប្រកួតប្រជែងលើឆាកអន្តរជាតិភាពជោគជ័យដ៏អស្ចារ្យបានលេចចេញជារូបរាងឡើងហើយយើងសម្លឹងឆ្ពោះទៅមុខរហូតខណៈដែលភាពជោគជ័យនាំមកនៅអធិរភាពនៃភាពជោគជ័យជាបន្តបន្ទាប់អ្វីផ្សេងទៀតក៏កើតឡើងក្នុងកំឡុងពេលនោះដែរវិធីសាស្ត្រផ្ដោតលើរឿងមួយក៏ផុសចេញរូបរាងត្រដែតឡើងយ៉ាងច្បាស់បន្ទាប់ពីរកបានគ្រប់ទាំង14នាក់ហើយខ្ញុំបានចាប់ផ្ដើមធ្វើការជាមួយបុគ្គលិកសំខាន់របស់យើងម្ដងម្នាក់ដើម្បីកសាងសមត្ថភាពអាជីពនិងធុរកិច្ចរបស់ពួកគេជាទម្លាប់ខ្ញុំតែងតែបញ្ចប់ការបង្វឹកជាមួយនឹងការសង្ខេបមេរៀនឡើងវិញពី3ចំណុចដែលតម្រូវឲ្យពួកគេយកទៅធ្វើឲ្យបានជោគជ័យមុនវគ្គសិក្សាបន្ទាប់គួរឲ្យសោកស្ដាយសិក្ខាកាមជាច្រើនបានសម្រេចកិច្ចការបានស្ទើរតែទាំងអស់ប៉ុន្តែមិនប្រកាសថាកិច្ចការណាមួយសំខាន់បំផុតឡើយលទ្ធផលមិនគប់ភ្ជាប់ជាមួយនឹងការខកចិត្តដូច្នេះក្នុងកិច្ចប្រឹងប្រែងមួយដើម្បីជួយពួកគេឲ្យបានផលជាផ្លែផ្កាខ្ញុំបានចាប់ផ្ដើមបង្រួមបញ្ជីរបស់ខ្ញុំឲ្យខ្លីបើសិនអ្នកអាចធ្វើត្រឹមតែ3កិច្ចការក្នុងមួយសប្តាហ៍បើសិនអ្នកអាចធ្វើត្រឹមតែ2កិច្ចការក្នុងមួយសប្តាហ៍នេះទីបំផុតដោយមានសុទិដ្ឋិនិយមខ្ញុំបានបន្ថយឲ្យនៅសល់តិចតាមតែអាចធ្វើទៅបានហើយចត់សួរថាតើអ្វីទៅជាកិច្ចការតែមួយគត់ដែលអ្នកអាចសម្រេចបានក្នុងសប្តាហ៍នេះដើម្បីថាពេលធ្វើកិច្ចការនេះធ្វើរួចអ្វីផ្សេងទៀតនឹងស្រួលធ្វើជាងមុនឬវាមិនចាំបាច់ទេហើយពេលនោះរឿងគួរឲ្យភ្ញាក់ផ្អើលបានកើតឡើងលទ្ធផលគួរជាទីគាប់ចិត្តឆ្លងកាត់បទពិសោធន៍ទាំងនេះខ្ញុំមានមោទនភាពចំពោះភាពជោគជ័យនិងបរាជ័យរបស់ខ្ញុំហើយបានរកឃើញគំរូគួរឲ្យចាប់អារម្មណ៍មួយទីណាដែលខ្ញុំបានទទួលភាពជោគជ័យដ៏ធំធេងមកពីទីនោះខ្ញុំបានផ្ចិតផ្ចង់លើរឿងមួយគត់ហើយទីណាដែលជោគជ័យរបស់ខ្ញុំមិនថិតថេរច្បាស់ណាស់គឺមកពីការផ្ដោតអារម្មណ៍របស់ខ្ញុំធំទូលាយពេកទីបំផុតអំពូលភ្លើងក៏បានបញ្ចេញពន្លឺឡើងបងរួមឲ្យតូចបើមនុស្សគ្រប់គ្នាមានចំនួនម៉ោងស្មើគ្នាក្នុងមួយថ្ងៃចុះហេតុអ្វីមនុស្សខ្លះសម្រេចកិច្ចការបានច្រើនជាងអ្នកផ្សេងតើពួកគេធ្វើច្រើនជាងសម្រេចបានច្រើនជាងចំណេញបានច្រើនជាងមានច្រើនជាងដោយរបៀបណាប្រសិនបើពេលវេលាគឺជារូបិយវត្ថុនៃសមិទ្ធផលអញ្ចឹងហេតុអ្វីបានជាអ្នកខ្លះលោកភាគហ៊ុនចំណេញប្រាក់ច្រើនជាងអ្នកផ្សេងទៀតចម្លើយគឺមកពីពួកគេយកចំណុចសំខាន់បំផុតនៃបញ្ហាយកមកធ្វើជាស្នូលនៃវិធីសាស្ត្ររបស់ពួកគេនៅពេលដែលអ្នកចង់បានឱកាសល្អបំផុតដើម្បីសម្រេចភាពជោគជ័យលើរឿងអ្វីមួយដែលអ្នកចង់បានវិធីសាស្ត្រអ្នកក៏ត្រូវតែល្អបំផុតដូចគ្នាដែរគឺធ្វើការសម្រិតសម្រាំងបង្រួមឲ្យតូចមានន័យថាចូលប្រងើយកន្តើយចំពោះកិច្ចការទាំងឡាយណាដែលអ្នកអាចធ្វើបានហើយធ្វើអ្វីដែលអ្នកគូត្រូវតែធ្វើវិធីសាស្ត្រនេះកំពុងប្រាប់ឲ្យយើងយល់ថាមិនមែនគ្រប់កិច្ចការទាំងអស់សុទ្ធតែសំខាន់ស្មើគ្នាឡើយហើយចូលកំណត់យកបញ្ហាដែលសំខាន់ជាងគេបំផុតនេះជាមធ្យោបាយដ៏ម៉ត់ចត់មួយដើម្បីផ្សារភ្ជាប់អ្វីដែលអ្នកចង់ធ្វើជាមួយអ្វីដែលអ្នកចង់បានវាប្រាប់ឲ្យយើងដឹងផងដែរថាលទ្ធផលដ៏អស្ចារ្យត្រូវបានកំណត់ដោយផ្ទាល់ដោយការផ្ដោតទៅលើកម្រិតតូចប៉ុណ្ណាតាមតែអាចធ្វើទៅបានវិធីដើម្បីទទួលបានផលជាអតិបរមាពីការងារនិងជីវិតរបស់អ្នកគឺឆ្ពោះទៅរកចំណុចតូចត្រឹមណាតាមតែអាចធ្វើទៅបានមនុស្សភាគច្រើនគិតផ្ទុយស្រឡះពីនេះ
ពួកគេគិតថាជ័យជំនះធំគឺរមែងត្រូវចំណាយពេលវេលាច្រើននិងមានភាពស្មុគស្មាញជាលទ្ធផលសិភើកត់ត្រាផែនការសមត្ថភាពនិងបញ្ជីកត់ត្រាកិច្ចការត្រូវធ្វើផ្ទុកលើសចំណុះនិងច្រើនលើសលប់ភាពជោគជ័យចាប់ផ្ដើមឃ្លាតទៅឆ្ងាយដូច្នេះពួកគេសុខចិត្តយកលទ្ធផលតាមជាក់ស្ដែងដោយមិនយល់ថាជោគជ័យធំធេងកើតមានឡើងពេលដែលយើងធ្វើរឿងតូចមួយឲ្យបានល្អពួកគេក៏វក់វីវង្វេងដោយព្យាយាមធ្វើរឿងច្រើនហួសហេតុហើយចុងក្រោយក៏សម្រេចបានត្រឹមបន្តិចបន្តួចយូរទៅពួកគេនឹងទម្លាក់ការរំពឹងទុករបស់ខ្លួនមកត្រឹមកម្រិតទៀតបោះបង់ក្តីស្រមៃរបស់ខ្លួនហើយបណ្ដោយឲ្យជីវិតធ្លាក់ទៅទៀតនេះជាការធ្វើឲ្យតូចខុសរឿងហើយអ្នកមានពេលវេលានិងធម៌ពលកំណត់ដូច្នេះពេលអ្នកបែងចែកទៅនេះបន្តិចទៅនោះបន្តិចដល់ចុងក្រោយសល់សួយស្ដាងអ្នកចង់ឲ្យសមិទ្ធផលរបស់អ្នកកើនឡើងជាលំដាប់ប៉ុន្តែបែរជាធ្វើលេខដកទៅវិញមិនព្រមធ្វើលេខបូកតទៅសោះអ្នកគូធ្វើរឿងឲ្យកាន់តែតិចដើម្បីបានផលច្រើនជាជាងធ្វើរឿងច្រើនឥតប្រយោជន៍ផលអាក្រក់ជាច្រើនដែលកើតចេញពីការព្យាយាមធ្វើរឿងច្រើនពេកគឺនៅត្រង់ថាទោះបានផលឬមិនបានក៏វាបន្ថែមបន្ទុកទៅលើការងារនិងលើជីវិតរបស់អ្នកដូចជាបញ្ចប់ការងារមិនទាន់ពេលកំណត់លទ្ធផលមិនគាប់ភាពតានតឹងក្នុងអារម្មណ៍ចំណាយពេលយូរគេមិនលក់ទទួលទានអាហារមិនសូវបានខ្វះលំហាត់ប្រាណនិងបាត់បង់ឱកាសរីករាយជាមួយគ្រួសារនិងមិត្តភ័ក្តិអ្វីៗអាចសម្រេចបានយ៉ាងងាយស្រួលហួសពីអ្នកគិតទៅទៀតអ្នកនេះឯងជាអ្នកធ្វើឲ្យអ្វីៗទៅជាស្មុគស្មាញសាំញ៉ាំបងរួមឲ្យតូចគឺជាវិធីសាស្ត្រដ៏សាមញ្ញមួយឆ្ពោះទៅកាន់លទ្ធផលដ៏សម្បើមហើយវាពិតជាដំណើរការពិតមែនវាមានប្រសិទ្ធភាពគ្រប់ពេលវេលាគ្រប់ទីកន្លែងនិងគ្រប់កិច្ចការងារមិនបានថាជាអញ្ចឹងពីព្រោះវាមានបំណងតែមួយគត់ពោលគឺចុងក្រោយនាំអ្នកឲ្យទៅកាន់ចំណុចមួយដ៏សំខាន់បំផុតដែលអ្នកចង់បានពេលអ្នកបង្រួមវាឲ្យតូចតាមតែអាចធ្វើទៅបានអ្នកប្រកាសជាសម្លឹងមិនដាក់ភ្នែកមើលរឿងតែមួយគត់នេះហើយជាចំណុចដ៏សំខាន់2ឥទ្ធិពលនៃក្បួនដូមីណូរាល់ការផ្លាស់ប្ដូរដ៏ធំធេងផ្ដើមឡើងដោយការដួលផ្ទាំងដូមីណូអញ្ចឹងក្នុងទីក្រុងលេវ៉ាដិននៃប្រទេសហ៊ូឡង់នាទិវាប្រកួតបំបែកឯកតកម្មតម្រិះផ្ទាំងដូមីណូកាលពីថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2009ក្រុមហ៊ុនផលិតដូមីណូឈ្មោះ Wager បានសម្របសម្រួលកម្មវិធីបំបែកឯកតកម្មពិភពលោកទាក់ទងទៅនឹងការផ្ដួលគ្រាប់ដូមីណូដោយតម្រៀបវាជាជួរជាមួយនឹងដូមីណូចំនួនជាង 4,490,1863 ផ្ទាំងដែលដាក់តាំងបង្ហាញយ៉ាងស្រស់ស្អាតក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះផ្ទាំងដូមីណូមួយគត់បានចាប់ផ្ដើមឲ្យផ្ទាំងដូមីណូមួយទៀតដួលរៀលបន្តបន្ទាប់លើគ្នាលឿនស្លេវដោយទឹករលកផលិតបានជាថាមពលជាង 44,000 ហ្ស៊ូលដែលស្មើនឹងចំនួនថាមពលពួករស់មៀតមធ្យមម្នាក់អាវ៉ង់ចំនួន545ដងផ្ទាំងដូមីណូបញ្ឈរនីមួយៗតំណាងឲ្យបរិមាណតូចមួយនៃថាមពលដែលមានពលគឺតម្រៀបកាន់តែច្រើនថាមពលកាន់តែកើនឡើងដែរពេលតម្រៀបរួចគ្រាន់តែផ្ទាំងបន្តិចឲ្យដួលអ្នកអាចចាប់ផ្ដើមធ្វើឲ្យមានប្រតិកម្មតជាប់គ្នារដឹកមួយនៃកម្លាំងពួកព្យាបាលហើយក្រុមហ៊ុន Wager បានបង្ហាញឲ្យឃើញយ៉ាងជាក់ស្ដែងពេលដែលអ្វីមួយដែលជារបស់សំខាន់បំផុតត្រូវបានដាក់ឲ្យមានចលនានោះវាអាចជះឥទ្ធិពលលើរឿងជាច្រើនផ្សេងទៀតហើយគ្មានទីបញ្ចប់ទេនៅក្នុងឆ្នាំ1983លោក Lon Whitehead បានសរសេរក្នុងទិនានុប្បវត្តិរូបវិទ្យារបស់អាមេរិកថាគាត់បានរកឃើញថាការដួលនៃផ្ទាំងដូមីណូតូចមួយមិនត្រឹមតែធ្វើឲ្យផ្ទាំងដូមីណូច្រើនដួលនោះទេថែមទាំងអាចផ្ដួលផ្ទាំងដូមីណូធំជាងខ្លួនថែមទៀតផងគាត់បានពិពណ៌នារបៀបដែលផ្ទាំងដូមីណូមួយសោះមានសមត្ថភាពធ្វើឲ្យផ្ទាំងដូមីណូមួយទៀតដែលធំជាងខ្លួនរហូតដល់ 50% រូបភាពទី2ជំរឿនធរណីមាត្រប្រៀបដូចជារថភ្លើងវែងៗវាបានចាប់ផ្ដើមចេញពីដំណើរដោយល្បឿនយឺតគួរឲ្យកត់សម្គាល់រហូតលឿនដូចព្យុះតើអ្នកមើលឃើញការជំពាក់តាក់ទងគ្នាឬទេមិនត្រឹមតែផ្ទាំងមួយតុកិច្ចដួលលើផ្ទាំងផ្សេងទៀតទេប៉ុន្តែផ្ទាំងផ្សេងទៀតដួលរៀលបន្តកន្ទុយលើគ្នាធំឡើងជាលំដាប់ក្នុងឆ្នាំ2001
រូបវិទូមួយរូបមកពីសារមន្ទីរវិទ្យាសាស្ត្របច្ចេកវិទ្យានិងសិល្បៈនៃទីក្រុង San Francisco បានធ្វើការពិសោធន៍ឡើងវិញតាមលោក Whitehead ដោយបង្កើតដូមីណូចំនួន8ផ្ទាំងអំពីបន្ទះក្តារដែលពីផ្ទាំងមួយទៅផ្ទាំងមួយធំជាងគ្នា 50% ផ្ទាំងទី1មានកម្ពស់ត្រឹមតែ2អ៊ីងប៉ុណ្ណោះហើយចំណែកឯផ្ទាំងចុងក្រោយមានកម្ពស់ជិត3ហ្វីតផ្ទាំងដូមីណូដួលមុនគេផ្ដើមដោយសំឡេងមួយស្រាលហើយបញ្ចប់យ៉ាងលឿនដោយសំឡេងក្រាំងសាកស្រមៃមើលថាមានអ្វីដែលនឹងកើតឡើងប្រសិនបើជាផ្ទាំងនេះចេះតែដួលបន្តគ្នាបែបនេះបើការដួលផ្ទាំងដូមីណូទៅតាមគន្លងធម្មតាគឺជាជំរឿន linear រៀងបន្តកើតឡើងការពិសោធន៍របស់លោក Whitehead នឹងត្រូវគេពិពណ៌នាថាជាជំរឿនធរណីមាត្រឬ Swiss ធរណីមាត្រលទ្ធផលអាចហួសពីការស្រមើស្រមៃផ្ទាំងទី10មានកម្ពស់ជិតស្មើលោក Peyton Manning ខ្សែការពាររបស់ក្រុមបាល់ទាត់ជម្រើសជាតិអាមេរិកចំណែកឯទី18អ្នកកំពុងមើលផ្ទាំងដូមីណូមួយដែលអាចធៀបទៅនឹងប៉មវិហារកាតូលិកភីសារីឯផ្ទាំងទី23គឺខ្ពស់ត្រដែតដូចប៉មទូអេហ្វែលហើយទី31មើលទៅធំមហិមាដូចភ្នំអេវ៉ារ៉េសជិត 3000 ហ្វីតងាកមកមើលទី57វិញប្រៀបបានទៅនឹងស្ពានតភ្ជាប់រវាងផែនដីនិងព្រះច័ន្ទការទទួលបានលទ្ធផលដ៏អស្ចារ្យដូច្នេះនៅពេលអ្នកគិតអំពីភាពជោគជ័យសូមបាញ់ឆ្ពោះទៅព្រះច័ន្ទក៏អាចទៅដល់ដែរបើអ្នកផ្ដល់អត្ថប្រយោជន៍គ្រប់យ៉ាងហើយប្រមូលថាមពលទាំងអស់របស់អ្នកក្នុងការសម្រេចឲ្យបាននៅរឿងតែមួយគត់ដែលសំខាន់បំផុតការទទួលបានលទ្ធផលដ៏អស្ចារ្យគឺផ្ដោតសំខាន់ទៅលើការបង្កើតអត្ថពលដូមីណូមួយក្នុងជីវិតរបស់អ្នកផ្ដួលផ្ទាំងដូមីណូឲ្យដួលបន្តកន្ទុយគ្នាពិតជាសាមញ្ញនិងងាយបំផុតអ្នកគ្រាន់តែតម្រៀបជាជួរហើយផ្ដួលផ្ទាំងទី1ឲ្យដួលជាការស្រេចទោះជាអីចឹងក៏ដោយក្នុងពិភពពិតវាពិតជាស្មុគស្មាញជាងនេះបន្តិចបញ្ហាប្រឈមគឺនៅត្រង់ថាជីវិតមិនបានតម្រៀបអ្វីៗឲ្យយើងស្រាប់នោះទេហើយក៏មិនប្រាប់យើងថានេះជាចំណុចដែលអ្នកគួរតែចាប់ផ្ដើមដែរមនុស្សជោគជ័យកំពូលយល់ពីបញ្ហានេះច្បាស់ណាស់ដូច្នេះជារៀងរាល់ថ្ងៃពួកគេតម្រៀបចំណុចអត្ថភាពថ្មីគឺរកឲ្យឃើញផ្ទាំងដូមីណូនាំមុខគេបង្អស់ដើម្បីរុញផ្ដួលវាហើយអ្វីបានជាវិទ្យាសាស្ត្រនេះមានប្រសិទ្ធភាពពីព្រោះភាពជោគជ័យដ៏អស្ចារ្យគឺធ្វើតាមលំដាប់មិនមែនដំណើរគ្នាឡើយអ្វីដែលផ្ដើម linear បន្ទាត់ត្រង់បានក្លាយជារាងធរណីមាត្របន្ទាត់ផ្ដុំគ្នាជារូបរាងអ្វីមួយអ្នកធ្វើរឿងសំខាន់បំផុតមួយសិនហើយបន្ទាប់មកធ្វើរឿងបន្ទាប់ដែលសំខាន់បំផុតដែលពេលវេលាកន្លងផុតទៅវាចេះតែកើនឡើងជាលំដាប់ហើយកំណើនសក្តានុពលនៃភាពជោគជ័យដើរទៅមុខខ្លួនឯងដោយរលូនក្បួនដូមីណូនេះអនុវត្តចំពោះរូបភាពធំទូលាយដូចជាការងារឬធុរកិច្ចហើយវាក៏មានប្រសិទ្ធភាពចំពោះពេលវេលាខ្លីបំផុតក្នុងថ្ងៃនីមួយៗជាពេលវេលាដែលអ្នកកំពុងព្យាយាមសម្រេចយកអ្វីដែលត្រូវធ្វើបន្ទាប់ភាពជោគជ័យជាឈ្នន់ឲ្យភាពជោគជ័យហើយខណៈដែលរឿងនេះកើតឡើងម្ដងហើយម្ដងទៀតអ្នករំកិលខ្លួនឆ្ពោះទៅកាន់ភាពជោគជ័យខ្ពស់បំផុតតាមតែអាចធ្វើទៅបានពេលដែលយើងឃើញនរណាម្នាក់មានចំណេះដឹងច្រើនមានន័យថាគេបានចំណាយពេលវេលារៀនវាជាបន្តមកហើយពេលដែលអ្នកឃើញនរណាម្នាក់មានចំណេះច្រើនគឺមកពីគេបានអនុវត្តឬក៏អភិវឌ្ឍខ្លួនគេយូរមកហើយពេលដែលអ្នកឃើញនរណាម្នាក់បាននឹងកំពុងធ្វើកិច្ចការបានច្រើនដោយសារគេបានបំពេញវាជាហូរហែមកហើយពេលដែលអ្នកឃើញនរណាម្នាក់មានប្រាក់ច្រើនគឺមកពីគេបានខិតខំរកប្រាក់ជាហូរហែមកហើយកលឹះជោគជ័យគឺជាការបោះបង់ជំហានតាមកម្មនីមួយៗភាពជោគជ័យត្រូវបានកសាងឡើងតាមលំដាប់លំដោយពោលគឺរឿងមួយសម្រាប់ពេលវេលាមួយ3ភាពជោគជ័យតែងតែបន្សល់ទុកនៅដែនបុគ្គលដែលផ្ដោតលើរឿងមួយក្នុងពេលវេលាមួយគឺជាអ្នកដែលនាំមុខគេនៅលើពិភពលោកទឹកតាំងនៃវិធីសាស្ត្រផ្ដោតលើរឿងមួយមាននៅគ្រប់ទីកន្លែងសូមពិនិត្យមើលឲ្យចិត្តនោះអ្នកនឹងប្រកាសជារកវាឃើញផលិតផលមួយសេវាកម្មមួយក្រុមហ៊ុនដែលជោគជ័យគួរឲ្យភ្ញាក់ផ្អើលតែងតែមានផលិតផលឬសេវាកម្មណាមួយដែលក្រុមហ៊ុនល្បីដាច់ជាងគេឬអាចរកប្រាក់បានច្រើនបំផុតឲ្យក្រុមហ៊ុនលោក Colonel Sanders បានចាប់ផ្ដើមក្រុមហ៊ុន KFC ជាមួយនឹងអាចកំបាំងនៃរូបមន្តបំពងផ្លូវមាន់ឲ្យស្រួយឈ្ងុយឆ្ងាញ់គ្មានពីរក្រុមហ៊ុន The Adult Core Company រីកចម្រើនធំជាង 1,500% ចាប់តាំងពីឆ្នាំ1947ដល់ឆ្នាំ1967
ដោយសារផលិតផលតែមួយគត់ដែលត្រូវបានផលិតក្នុងរោងចក្រស្រាបៀរមួយកន្លែងគត់កម្មវិធីកុំព្យូទ័របានរកចំណូលដល់ច្រើនសន្ធឹកសន្ធាប់ឲ្យក្រុមហ៊ុន Intel ចុះក្រុមហ៊ុន Stenberg វិញខ្ញុំគិតថាអ្នកដឹងរួចស្រេចទៅហើយបញ្ជាក្រុមហ៊ុនដែលបានសម្រេចលទ្ធផលដ៏អស្ចារ្យតាមរយៈអានុភាពនៃវិធីសាស្ត្រផ្ដោតលើរឿងមួយមិនមានទីបញ្ចប់ឡើយពេលខ្លះអ្វីដែលត្រូវបានផលិតឬផ្ដល់ជូនគឺជាអ្វីដែលលក់ដាច់ពេលខ្លះលក់មិនដាច់សូមយក Google ធ្វើជាឧបករណ៍សេវាតែមួយគត់របស់ពួកគេគឺស្រាវជ្រាវដែលធ្វើឲ្យការលក់ការផ្សាយពាណិជ្ជកម្មបានក្លាយជាប្រភពសំខាន់នៃចំណូលរបស់ក្រុមហ៊ុនហើយចុះរឿង Star Wars វិញតើគេយកខ្សែភាពយន្តឬក៏ទំនិញធ្វើជាកម្មវត្ថុនៃវិធីសាស្ត្រតែមួយគត់ទៅបើអ្នកបានទាយថាជាទំនិញអ្នកអាចត្រូវហើយក៏អាចខុសដែរថ្មីនេះចំណូលបានមកពីប្រដាប់ក្មេងលេងសរុបជាង $10,000 លានខណៈដែលចំណូលបានមកពីការបញ្ចាំងកុន6កន្លែងសំខាន់ទូទាំងពិភពលោកបូកបញ្ចូលគ្នាបានតែ $4.3 លានតែប៉ុណ្ណោះគឺតិចជាងពាក់កណ្ដាលឯណោះបើតាមមើលទៅខ្សែភាពយន្តគឺជាកម្មវត្ថុនៃវិធីសាស្ត្រមួយគត់ពីព្រោះខ្សែភាពយន្តបានធ្វើឲ្យប្រដាប់ក្មេងលេងនិងផលិតផលនានាមានប្រជាប្រិយភាពចម្លើយមិនមែនសុទ្ធតែជាក់លាក់គ្រប់ពេលនោះទេប៉ុន្តែក៏មិនឃើញថាចម្លើយណាមួយអន់ជាងមួយណាដែរការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីការផ្លាស់ប្ដូរវប្បធម៌និងកម្លាំងប្រកួតប្រជែងនឹងទាមទារជាញឹកញាប់ឲ្យទំនិញឬសេវាកម្មតែមួយគត់របស់ក្រុមហ៊ុនមួយត្រូវធ្វើការអភិវឌ្ឍឬផ្លាស់ប្ដូរក្រុមហ៊ុនដែលជោគជ័យបំផុតយល់ពីបញ្ហានេះច្បាស់ណាស់ហើយតែងតែចោទសួរថាតើអ្វីជាទំនិញឬសេវាកម្មតែមួយគត់របស់យើងដែលល្អឬពិសេសដាច់គេគ្មានពីរក្រុមហ៊ុន Apple គឺជាឧបករណ៍ដ៏ឥតខ្ចោះក្នុងការបង្កើតបរិយាកាសមួយដើម្បីឲ្យផលិតផលដ៏អស្ចារ្យមួយអាចមានសេរីភាពខណៈដែលកំពុងឆ្លងអន្តរកាលទៅកាន់ផលិតផលដ៏អស្ចារ្យមួយទៀតពីឆ្នាំ1998ដល់ឆ្នាំ2012ផលិតផលពិសេសតែមួយគត់របស់ក្រុមហ៊ុន Apple បានផ្លាស់ប្ដូរពីស៊េរី Mac ទៅ iMac រួច iTunes បន្ទាប់មក iPods មកដល់ iPhone ដោយជាមួយគ្នានេះ iPod ក៏បានកំពុងព្យាយាមប្រជែងឈរជើងក្នុងចំណោមផលិតផលជួរមុខនានារបស់ក្រុមហ៊ុនផងដែរខណៈដែលឧបករណ៍អេឡិចត្រូនិកប្រណិតថ្មីជាទីចាប់អារម្មណ៍របស់អតិថិជនផលិតផ្សេងទៀតក៏មិនត្រូវបានឈប់ផលិតឬធ្លាក់មកលើតុបញ្ចុះតម្លៃនោះដែរស៊េរីទាំងនោះរួមទាំងផលិតផលផ្សេងទៀតត្រូវបានគេបន្តរចនាកែលម្អខណៈដែលផលិតផលពិសេសកំពុងល្បីល្បាញបង្កើនភាពជឿជាក់លើស៊េរីមុនដែលធ្វើឲ្យអតិថិជនចង់ប្រើប្រាស់ផលិតផលគ្រួសារ Apple ទាំងអស់អាចមានរឿងតែមួយគត់ដែលសំខាន់បំផុតរឿងជាច្រើនអាចសំខាន់ប៉ុន្តែគឺមានតែមួយគត់ដែលសំខាន់ជាងគេបំផុតនៅពេលដែលអ្នកបានកំណត់យកអ្វីពិសេសតែមួយគត់អ្នកចាប់ផ្ដើមមើលឃើញពិភពចំនួនប្លែកខុសពីគេប្រសិនបើថ្ងៃនេះក្រុមហ៊ុនរបស់អ្នកមិនដឹងអ្វីទៅជាទំនិញឬសេវាកម្មពិសេសតែមួយគត់ទេអញ្ចឹងអ្នកចាំបាច់ត្រូវតែស្វែងរកវាឲ្យឃើញជាមុនសិនមនុស្សម្នាក់វិធីសាស្ត្រផ្ដោតលើរឿងមួយគឺជាប្រធានបទលេចធ្លោមួយដែលបានបង្ហាញខ្លួនតាមរបៀបផ្សេងៗគ្នាសាកយកគំនិតនេះហើយអនុវត្តវាចំពោះមនុស្សម្ដងនោះអ្នកនឹងឃើញចំណុចដែលមនុស្សតែម្នាក់ធ្វើឲ្យមានការប្រែប្រួលជាវិជ្ជមានគួរឲ្យកត់សម្គាល់ជានិស្សិតវិទ្យាល័យឆ្នាំទី1 Walt Disney បានរៀនវេនយប់នៅវិទ្យាស្ថានសិល្បៈ Chicago ហើយបានក្លាយជាអ្នកគូររូបថ្លុកឲ្យសារព័ត៌មានប្រចាំសាលារបស់គាត់បន្ទាប់ពីរៀនចប់គាត់ចង់ក្លាយជាអ្នកគូររូបថ្លុកសម្រាប់សារព័ត៌មានប៉ុន្តែមិនអាចរកការងារបែបនេះបានដូច្នេះបងប្រុសរបស់គាត់ឈ្មោះ Roy ដែលជាអ្នកជំនួញនិងជាមន្ត្រីធនាគារបានឲ្យគាត់ធ្វើការនៅឯការដ្ឋានសិល្បៈមួយគឺទីនោះហើយដែលគាត់បានរៀនពីជីវចលនានិងបានចាប់ផ្ដើមបង្កើតគំនូលជីវចលកាលមកនៅក្មេងមនុស្សតែម្នាក់គាត់របស់គាត់គឺ Roy សម្រាប់លោក Sam Walton អ្នកផ្ចុងផ្ដើមជួយគាត់ដំបូងគឺឪពុកក្មេករបស់គាត់ឈ្មោះថា Alice Robson ដែលបានឲ្យគាត់ខ្ចីប្រាក់ចំនួន$20,000ដែលគាត់ត្រូវការយកមកចាប់ផ្ដើមបើកហាងលក់ទំនិញរាយដំបូងរបស់គាត់ឈ្មោះ Walmart ដែលជាហាងមួយទិញសិទ្ធិ franchise ពីក្រុមហ៊ុន Ben Franklin ក្រោយមកទៀតលោក Sam បានបើក Walmart ហើយលោក Robson បានជួយបង់ថ្លៃស្ងាត់ៗដល់ម្ចាស់អចលនទ្រព្យចំនួន$20,000
ដើម្បីបន្តកិច្ចសន្យាជួលដែលជាកត្តាជោគជ័យមួយនៃការលក់ទំនិញ Albert Einstein មាន Max Talmud ជាទីប្រឹក្សាដំបូងដ៏គួរឲ្យទុកចិត្តនិងមានបទពិសោធន៍ជាច្រើនគឺ Max នឹងហើយដែលបានណែនាំកុមារ Einstein អាយុ10ឆ្នាំឲ្យអានអត្ថបទគន្លឹះសំខាន់ៗក្នុងគណិតវិទ្យាវិទ្យាសាស្ត្រនិងចិត្តវិទ្យា Max តែងពិសាអាហារមួយពេលក្នុងមួយសប្តាហ៍ជាមួយគ្រួសាររបស់ Einstein អស់រយៈពេល6ឆ្នាំខណៈពេលនោះគាត់បានជួយបណ្ដុះបណ្ដាលណែនាំផ្លូវយុវជន Einstein នេះឯងគ្មាននរណាម្នាក់សម្រេចជោគវាសនាតែឯងឡើយ Oprah Winfrey បានអរគុណការជួយទំនុកបម្រុងរបស់ឪពុកនាងនិងពេលវេលាដែលនាងបានឆ្លងកាត់ជាមួយគាត់និងប្រព័ន្ធរបស់គាត់ដើម្បីសង្គ្រោះនាងបានប្រាប់ Jill Nelson ដែលជាអ្នកសារព័ត៌មានរបស់ទស្សនាវដ្តី The Washington Post ថាប្រសិនជាខ្ញុំមិនត្រូវបានបញ្ជូនមកជួបឪពុកខ្ញុំទេម្លេះខ្ញុំច្បាស់ជាទៅគោលដៅផ្សេងទៀតមិនខានចំពោះរឿងការងារវាបានចាប់ផ្ដើមឡើងជាមួយលោក Jeffrey Jacob ដែលជាមេធាវីផងភ្នាក់ងារផងនិងអ្នកគ្រប់គ្រងផងឬជាទីប្រឹក្សាហិរញ្ញវត្ថុផងដែរពេលដែល Oprah សូមឲ្យគាត់ជួយរឿងចុះកិច្ចសន្យាការងារគាត់ក៏បានបញ្ចុះបញ្ចូលនាងឲ្យបង្កើតក្រុមហ៊ុនខ្លួនឯងជាងគ្រាន់តែជាមនុស្សមានទេពកោសល្យធ្វើការឲ្យអ្នកដទៃការផលិតកម្ម Harpo Production ក៏បានចាប់ផ្ដើមបដិសន្ធិឡើងនៅពេលនោះពិភពលោកបានស្ងាយសរសើរស្នាដៃនិពន្ធចម្រៀងរបស់ John Lennon និង Paul McCartney ប៉ុន្តែនៅក្នុងបន្ទប់ថតសម្លេងមាន George Martin ដោយត្រូវបានចាត់ទុកជាអ្នកថតសម្លេងដ៏ល្បីល្បាញបំផុតមិនធ្លាប់មានពីមុនជាញឹកញាប់ George Martin ត្រូវបានគេដាក់ងារថាជាសម្លេងទី5នៃក្រុមតន្ត្រី The Beatles ដែលមានអ្នកចម្រៀង4រូបដោយសារការចូលរួមដ៏ធំធេងរបស់គាត់លើអាល់ប៊ុមដំបូងបង្អស់ជំនាញឯកទេសផ្នែកតន្ត្រីរបស់ George Martin បានជួយបំពេញចន្លោះរវាងទេពកោសល្យរបស់ក្រុមតន្ត្រីនេះនិងសម្លេងដែលពួកគេចង់សម្រេចបានភាគច្រើននៃការសម្រួលតន្ត្រីនិងការរៀបចំប្រគំបទភ្លេងក៏ដូចជាការរៀបចំឧបករណ៍មុនថតសម្លេងត្រូវបានកត់ត្រាឬចាត់ចែងដោយ Martin សហការជាមួយក្រុមហ៊ុនគ្រប់គ្នាសុទ្ធតែមានមនុស្សម្នាក់ដែលជិតស្និទ្ធជួយជ្រោមជ្រែងឬក៏ជាមនុស្សដំបូងដែលបានជាឥទ្ធិពលបង្វឹកឬណែនាំផ្លូវពួកគេគ្មាននរណាម្នាក់ជោគជ័យម្នាក់ឯងឡើយគឺគ្មានទេចំណងមួយជំនាញមួយចូលក្រឡេកមើលពីក្រោយប្រវត្តិណាមួយនៃភាពជោគជ័យដ៏អស្ចារ្យនោះគេប្រកាសជារកឃើញថាវិធីសាស្ត្រផ្ដោតលើរឿងមួយមានគុណតម្លៃជានិច្ចវាលេចរូបរាងនៅក្នុងជីវិតនៃអាជីវកម្មជោគជ័យណាមួយនិងជីវិតការងាររបស់នរណាម្នាក់ដែលទទួលបានជោគជ័យវាបង្ហាញខ្លួនផងដែរជំវិញចំណងនិងជំនាញរបស់បុគ្គលយើងម្នាក់ៗមានចំណងនិងជំនាញប៉ុន្តែអ្នកនឹងឃើញមនុស្សជោគជ័យខ្លាំងដោយសារមានអារម្មណ៍ពុះកញ្ជ្រោលមោះមុតឬចំណេះដឹងជ្រៅជ្រះមួយច្បាស់លាស់ដែលបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ពួកគេឬនាំពួកគេឲ្យសម្រេចបានលើសអ្វីៗផ្សេងទៀតអ្នកត្រូវតែផ្ដោតលើគោលដៅមួយច្បាស់លាស់ហើយប្រឹងប្រែងធ្វើរឿងមួយគត់ដែលអ្នកបានកំណត់ជាញឹកញាប់ព្រំដែនរវាងចំណងនិងជំនាញមើលឃើញមិនច្បាស់ឡើយនោះមកពីពួកវាផ្សារភ្ជាប់គ្នាស្ទើរតែគ្រប់ពេលវេលា Pat Matthew ជាជាងគំនូរបែបអារម្មណ៍និយមដ៏ល្បីល្បាញមួយរូបនៅសហរដ្ឋអាមេរិកបាននិយាយថាគាត់បានប្រែក្លាយសេចក្តីស្រឡាញ់ខាងគំនូរឲ្យទៅជាជំនាញហើយចុងក្រោយក្លាយជាវិជ្ជាជីវៈដោយគ្រាន់តែគូគំនូរមួយផ្ទាំងក្នុងមួយថ្ងៃប៉ុណ្ណោះ Angelo Americo ដែលជាមគ្គុទ្ទេសក៍ទេសចរដ៏ជោគជ័យបំផុតមួយរូបនៃប្រទេសអ៊ីតាលីបានលើកឡើងថាគាត់អភិវឌ្ឍជំនាញរបស់គាត់និងអាជីវកម្មរបស់គាត់សប្តាហ៍ថ្ងៃនេះចេញមកពីសេចក្តីស្រឡាញ់តែមួយគត់ចំពោះប្រទេសរបស់គាត់និងចេញពីទឹកចិត្តដ៏ជ្រាលជ្រៅចង់ចែករំលែកវាជាមួយអ្នកដទៃនេះគឺជាដំណើររឿងទាក់ទងទៅនឹងប្រវត្តិជោគជ័យដ៏អស្ចារ្យចំណងខាងអ្វីមួយនាំឲ្យមានការចំណាយពេលវេលាច្រើនលើសលប់វឹកហាត់ឬធ្វើការលើវាទីបំផុតពេលវេលាដែលចំណាយនោះបានបំលែងជាជំនាញហើយពេលជំនាញលូតលាស់លទ្ធផលក៏ប្រសើរទៅតាមនោះដែរលទ្ធផលកាន់តែក៏ប្រសើរនាំមកនៅភាពសប្បាយរីករាយជាងមុននិងចំណងកើនឡើងហើយបន្ថែមពេលវេលាអភិវឌ្ឍជំនាញក៏កាន់តែច្រើនជាងមុនវាអាចជាវត្តគ្មានដែនកំណត់ឆ្ពោះទៅកាន់លទ្ធផលដ៏អស្ចារ្យចំណងតែមួយគត់របស់ Gilbert Tuharboni គឺរត់ Gilbert គឺជាកីឡាករអាមេរិករត់ប្រណាំងរយៈចម្ងាយឆ្ងាយមួយរូប
កើតនៅទីក្រុងសាំងកាប្រទេសប៊ូរ៉ាន់ឌីដែលចំណង់ចំណូលចិត្តដំបូងរបស់គាត់ចំពោះប្រភេទកីឡារត់ប្រណាំងលោតកម្ពស់និងចោលដំដែកបានជួយឲ្យគាត់ឈ្នះពានរង្វាន់ជម្រើសជាតិនៃសាធារណរដ្ឋប៊ូរ៉ាន់ឌីក្នុងការរត់ប្រណាំងភ្នែកបុរសចម្ងាយ400ម៉ែត្រនិង800ម៉ែត្រខណៈគាត់នៅជាសិស្សវិទ្យាល័យនៅឡើយចំណូលចិត្តនេះបានសង្គ្រោះជីវិតរបស់គាត់ប៉ុណ្ណេះកាលពីថ្ងៃទី21ខែតុលាឆ្នាំ1993សមាជិកនៃក្រុមកុលសម្ព័ន្ធអ៊ូតូបានឈ្លានពានចូលវិទ្យាល័យរបស់ Gilbert ហើយបានចាប់សិស្សរបស់កុលសម្ព័ន្ធ 2C អ្នកដែលមិនត្រូវបានសម្លាប់ភ្លាមៗត្រូវបានគេវាយនិងដុតទាំងរស់នៅក្នុងអគារមួយក្បែរនោះបន្ទាប់ពីកប់អស់រយៈពេល9ម៉ោងក្រោមសាកសពដែលកំពុងឆេះ Gilbert បានរើខ្លួនចេញបានសម្រេចហើយរត់លឿនជាងអ្នកដែលចាប់គាត់ទៅដល់មន្ទីរពេទ្យមួយក្បែរនោះដោយសុវត្ថិភាពគាត់ជាមនុស្សតែម្នាក់គត់ដែលរួចផុតពីសេចក្តីស្លាប់ភាពជោគជ័យទាមទារឲ្យមានគោលបំណងដ៏ច្បាស់លាស់តែមួយគត់គាត់បានមករស់នៅក្នុងរដ្ឋតិចសាសនៃសហរដ្ឋអាមេរិកហើយបន្តប្រកួតដោយសម្លៀងជំនាញរបស់គាត់ឲ្យកាន់តែមួយស្រួចដោយត្រូវបានទទួលឲ្យចូលរៀននៅសាកលវិទ្យាល័យ Abilene Christian Gilbert បានឈ្នះពានរង្វាន់កិត្តិយស All American Honors ចំនួន6លើកបន្ទាប់ពីបញ្ចប់ការសិក្សាគាត់ក៏បានផ្លាស់ទៅរស់នៅឯទីក្រុង Austin ហើយបើតាមឮគេនិយាយសរសើរតគ្នាគាត់បានក្លាយជាគ្រូកីឡារត់ប្រណាំងដ៏មានប្រសិទ្ធភាពជាងគេក្នុងទីក្រុងនោះហើយខួងអណ្ដូងទឹកក្នុងប្រទេសប៊ូរ៉ាន់ឌីគាត់បានចូលរួមជាស្ថាបនិកមួយរូបក្នុងការបង្កើតមូលនិធិ The Gazelle Foundation ដែលជាព្រឹត្តិការណ៍សំខាន់បំផុតសម្រាប់ប្រមូលប្រាក់របស់មូលនិធិនេះគឺរត់ដើម្បីទឹកដែលជាការរត់តាមផ្លូវនានានៃក្រុង Austin ដើម្បីទទួលបានការឧបត្ថម្ភតើអ្នកមើលឃើញគោលគំនិតសំខាន់ចំពោះការរត់ពាសពេញខ្សែជីវិតរបស់គាត់ដែរទេពីអ្នកប្រកួតខ្លាយទៅជាអ្នករួចជីវិតចេញពីសាលាទៅកាន់អាជីពឆ្លងមនុស្សធម៌ចំណងខាងកីឡារត់ប្រណាំងរបស់ Gilbert បានប្រែក្លាយជាជំនាញមួយដែលឈានទៅរកវិជ្ជាជីវៈមួយដែលបើកឱកាសឲ្យចូលរួមចំណែកជួយដល់សង្គមវិញស្នាមញញឹមស្វាគមន៍របស់អ្នករួមអាជីពដែលរត់ដង្ហែគ្នាជុំវិញបឹង Lady Bird នៃទីក្រុង Austin គឺជានិមិត្តរូបបង្ហាញពីរបៀបប្រែក្លាយចំណងមួយឲ្យទៅជាចំណេញមួយហើយពេលទាំងពីរនេះរួមបញ្ចូលគ្នាធ្វើឲ្យមានកម្លាំងស្ទុះឡើងដើម្បីកសាងជីវិតដ៏អស្ចារ្យមួយទីសាស្ត្រផ្ដោតលើរឿងមួយគត់បង្ហាញខ្លួនជាហូរហែក្នុងខ្សែជីវិតរបស់បុគ្គលជោគជ័យទាំងឡាយពីព្រោះវាជាសេចក្តីពិតដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយវាបានជួយខ្ញុំហើយបើអ្នកព្រមទទួលយកវិធីសាស្ត្រនេះវានឹងជួយអ្នកបានដូចគ្នាអនុវត្តវិធីសាស្ត្រផ្ដោតលើរឿងមួយគត់នៅក្នុងការងាររបស់អ្នកនិងក្នុងជីវិតរបស់អ្នកគឺជារឿងងាយស្រួលនិងដ៏ឆ្លៀសវៃបំផុតអ្នកអាចធ្វើបានដើម្បីនាំខ្លួនអ្នកទៅកាន់ភាពជោគជ័យតាមសេចក្តីប្រាថ្នាជីវិតមួយប្រសិនបើជាខ្ញុំត្រូវជ្រើសរើសឧទាហរណ៍តែមួយគត់អំពីនរណាម្នាក់ដែលប្រកាន់យកវិធីសាស្ត្រផ្ដោតលើរឿងមួយក្នុងការកសាងជីវិតមួយដ៏អស្ចារ្យនោះប្រកាសជាម្ចាស់ក្រុមហ៊ុនជនជាតិអាមេរិកមួយរូបដែលមានឈ្មោះថា Bill Gates មិនខានចំណង់ចំណូលចិត្តតែមួយគត់របស់ Bill ការរៀននៅវិទ្យាល័យគឺ Computer ដែលនាំឲ្យគាត់អភិវឌ្ឍជាជំនាញមួយខាងកម្មវិធី Computer ពេលរៀនវិទ្យាល័យគាត់បានជួបមនុស្សម្នាក់ឈ្មោះថា Paul Allen ដែលបានផ្ដល់ការងារដំបូងដល់គាត់ធ្វើហើយបានក្លាយជាដៃគូរបស់គាត់ក្នុងការបង្កើត Microsoft រឿងនេះបានកើតឡើងដោយសារតែសម្បត្តិមួយច្បាប់ដែលពួកគេបានផ្ញើទៅមនុស្សម្នាក់ឈ្មោះថា Eddie Roberts ដែលជាអ្នកបានផ្ទាល់ផ្លាស់ប្ដូរជីវិតរបស់ពួកគេពីពេលនោះមកតាមរយៈឲ្យពួកគេសាកល្បងសរសេរកូដលើកដំបូងសម្រាប់កុំព្យូទ័រមួយគ្រឿង Mac The Altair 8800ដោយពួកគេត្រូវការសាកល្បងតែម្ដងគត់ហើយក៏ជោគជ័យ Microsoft បានចាស់បដិសន្ធិឡើងដើម្បីធ្វើរឿងមួយគឺផលិតនិងលក់កម្មវិធីផ្ទេរភាសារវាងកុំព្យូទ័រនិងឧបករណ៍រក្សាទិន្នន័យសម្រាប់កុំព្យូទ័រ Mac The Altair 8800ដែលធ្វើឲ្យលោក Bill Gates ក្លាយជាមានជាងគេលើលោកក្នុងរយៈពេលត្រឹមតែ15ឆ្នាំប៉ុណ្ណោះពេលចូលនិវត្តន៍ពីក្រុមហ៊ុន Microsoft Bill បានជ្រើសរើសមនុស្សម្នាក់ឈ្មោះថា Steve Ballmer
ជាមនុស្សដែលគាត់បានជួបនៅមហាវិទ្យាល័យដើម្បីជំនួសតំណែងរបស់គាត់ជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុនតាមពិតទៅ Steve គឺជាបុគ្គលិកទី30របស់ក្រុមហ៊ុន Microsoft ប៉ុន្តែជានាយកក្រុមហ៊ុនដំបូងដែលត្រូវបានជ្រើសរើសដោយ Bill ហើយរឿងនេះមិនចប់ត្រឹមនឹងទេ Bill និង Melinda Gates បានសម្រេចចិត្តដាក់ទ្រព្យសម្បត្តិឲ្យធ្វើការផ្លាស់ប្ដូរជាវិជ្ជមានក្នុងពិភពលោកក្នុងជំនឿថាជីវិតមនុស្សម្នាក់ៗមានតម្លៃស្មើៗគ្នាពួកគេបានបង្កើតមូលនិធិមួយដើម្បីធ្វើរឿងមួយច្បាស់លាស់ពលគឺដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងបំផុតដូចជាសុខភាពនិងការអប់រំចាប់តាំងពីការកកើតមកភាគច្រើននៃជំនួយរបស់មូលនិធិនេះឆ្ពោះទៅកាន់វិស័យតែមួយគត់គឺកម្មវិធីសុខភាពសកលរបស់ Bill and Melinda Global Health Program គោលបំណងតែមួយគត់នៃកម្មវិធីប្រកបទៅដោយមហិច្ឆតានេះគឺទាញយកការរីកចម្រើនខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីសង្គ្រោះជីវិតមនុស្សក្នុងប្រទេសក្រីក្រដើម្បីធ្វើរឿងនេះបានទីបំផុតពួកគេមានគំនិតស្របគ្នាលើរឿងមួយគឺការកម្ចាត់ជំងឺឆ្លងដែលជាមូលហេតុចម្បងនៃការមរណភាពដើម្បីការពារជីវិតរបស់ពួកគេដល់ពេលណាមួយក្នុងដំណើរជីវិតរបស់ពួកគេកំពុងឆ្ពោះទៅមុខពួកគេបានធ្វើការសម្រេចចិត្តផ្ដោតលើរឿងមួយគឺវ៉ាក់សាំង Bill បានបញ្យល់ការសម្រេចចិត្តនេះដោយនិយាយថាយើងបានជ្រើសរើសរឿងមួយដែលជាឥទ្ធិពលខ្លាំងជាងគេឧបករណ៍វិតាមុនសម្រាប់អន្តរាគមន៍ទៅលើផ្នែកសុខភាពគឺវ៉ាក់សាំងពីព្រោះពួកវាត្រូវបានផលិតក្នុងតម្លៃថោកការបន្តសួរដេញដោលរកការពិតមួយបាននាំពួកគេមកដល់កន្លងមួយនេះនៅពេលដែល Melinda បានចោទសួរសំណួរថាតើអ្នកគួរចំណាយប្រាក់លើបញ្ហាអ្វីទើបនាំមកនៅផលប៉ះពាល់ជាវិជ្ជមានធំធេងបំផុតលោក Bill និងលោកស្រី Melinda គឺជាឧទាហរណ៍ជាក់ស្ដែងបង្ហាញពីអត្ថិភាពនៃវិធីសាស្ត្រផ្ដោតលើរឿងមួយគត់ដ៏មានប្រសិទ្ធភាពរឿងមួយទ្វារទាំងឡាយទៅកាន់ពិភពលោកត្រូវបានបើកចំហយ៉ាងទូលាយហើយទស្សនៈដែលបានបង្ហាញខាងលើកំពុងថមថយប្រជាប្រិយភាពតាមរយៈបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីៗឱកាសមានសម្បូរហូរហៀនិងលទ្ធផលនានាហាក់ដូចជាមានឥតដាច់ជាបន្តបន្ទាប់ឲ្យតែមានការជំរុញទឹកចិត្តច្រើនប៉ុណ្ណាអ្វីៗនឹងអាចទៅរួចច្រើនប៉ុណ្ណឹងដែរផលវិបាកដែលមិនអាចគ្រោងទុកនៃភាពសម្បូរបែបនេះគឺថាយើងវិលក្បង់នឹងព័ត៌មាននិងជំរើសដែលយើងទទួលបានច្រើនហួសហេតុពេកដោយក្នុងមួយថ្ងៃច្រើនជាងព័ត៌មានដែលបុព្វបុរសយើងទទួលបានក្នុងមួយជីវិតទៅទៀតអារម្មណ៍តក់ក្រហល់តែចំពោះការព្យាយាមធ្វើរឿងច្រើនដងពេកនិងការទទួលបានលទ្ធផលតិចតួចស្ទួយស្តាងធ្វើឲ្យយើងអស់កម្លាំងចិត្តយើងទទួលអារម្មណ៍ដឹងថាផ្លូវទៅរកលទ្ធផលច្រើនគឺតាមរយៈតិចប៉ុន្តែសំណួរសួរថាតើចាប់ផ្ដើមពីចំណុចណាតើអ្នកត្រូវជ្រើសរើសចេញពីអ្វីទាំងអស់ដែលជីវិតមានដោយរបៀបណាតើអ្នកធ្វើដូចម្តេចទើបអាចទទួលបានលទ្ធផលមួយដ៏ល្អបំផុតដែលធ្វើឲ្យជីវិតរបស់អ្នកឈានទៅដល់កម្រិតមួយដ៏អស្ចារ្យហើយបន្តភាពជោគជ័យរស់នៅជាមួយវិធីសាស្ត្រផ្ដោតលើរឿងមួយគត់អ្វីដែល Kelly បានដឹងមនុស្សជោគជ័យទាំងអស់សុទ្ធតែដឹងវិធីសាស្ត្រផ្ដោតលើរឿងមួយស្ថិតនៅចំកណ្ដាលនៃភាពជោគជ័យនិងជាចំណុចចាប់ផ្ដើមដើម្បីសម្រេចបានលទ្ធផលដ៏អស្ចារ្យផ្អែកតាមការស្រាវជ្រាវនិងបទពិសោធន៍ជីវិតពិតជាក់ស្ដែងវាគឺជាគំនិតដ៏មានឥទ្ធិពលមួយស្ដីពីភាពជោគជ័យដែលត្រូវបានគេវិចដាក់ក្នុងកញ្ចប់សាមញ្ញគួរឲ្យទាក់ទាញមួយបញ្យលគឺជារឿងងាយស្រួលទេទទួលយកគំនិតនេះមកអនុវត្តទើបជារឿងពិបាកដូច្នេះមុននឹងយើងមានកិច្ចការពិភាក្សាបើកចំហត្រង់ទៅត្រង់មកមានអំពីរបៀបដែលវិធីសាស្ត្រផ្ដោតលើរឿងមួយផ្ដល់នូវប្រសិទ្ធភាពជាក់ស្ដែងខ្ញុំចង់ពិភាក្សាឲ្យបានទូលំទូលាយទាក់ទងនឹងទស្សនៈខុសឆ្គងនិងព័ត៌មានខ្លាំងៗដែលរារាំងយើងមិនឲ្យទទួលយកវិធីសាស្ត្រនេះមកប្រើរឿងទាំងពីរនេះហើយដែលជាពាក្យកុហកទាក់ទងទៅនឹងភាពជោគជ័យនៅពេលណាមួយដែលយើងអាចជំរះឲ្យអស់នៅបញ្ហាទាំងនេះចេញពីខួរក្បាលរបស់យើងប្រកាសជាអាចផ្ដោតយកចិត្តទុកដាក់លើវិធីសាស្ត្រផ្ដោតលើរឿងមួយជាមួយនឹងសតិបញ្ញាដ៏ធំទូលាយនិងមេគាដែលច្បាស់លាស់មិនខានឡើយ